សូមជូននៅព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយគឺមានការភ្នាក់ផ្អើលនឹងភ័យខ្លួនជាខ្លាំងនៅសក់នោះរូបស្ដេចពស់ក៏បានអណ្ដែតម៉ូទ័រទៅនឹងច្រាំងទលេគ្មានអ្នកណាហ៊ានប៉ះព្រោះតែខ្លាចរឿងអបិយជំនឿអ្នកស្រុក Payminster មិនមានអ្នកហ៊ានប៉ះសោះក្រោយឃើញរូបស្ដេចពស់មួយមិនដឹងថាអណ្ដែតមកពីណាពីណីទេហើយម៉ូទ័រនៅនឹងច្រាំងទលេយ៉ាងគួរឲ្យខ្លាចហើយហេតុការណ៍មួយនេះក៏បានកើតឡើងនៅច្រាំងទន្លេចៅផាយ៉ាប្រទេសថៃនៅថ្ងៃ22ខែមីនាឆ្នាំ2023ដោយព័ត៌មាននេះក៏បានបញ្ជាក់បានដឹងថាអ្នកស្រុកបានប្រទេសរូបស្ដេចពស់មួយដ៏ធំនេះគឺនៅកម្ពស់ប្រមាណជាជិត2ម៉ែត្រនិងបណ្ដោយប្រមាណជាង1ម៉ែត្រដែរណោះហើយត្រូវបានគេដាក់នៅលើបន្ទះស្នោម៉ូទ័រនៅនឹងកន្លែងដាំតកួនរបស់ខ្លួនមើលទៅវាពិតជាគួរឲ្យខ្លាចមែនទែនហើយនេះគឺជារូបភាពដែលបានភ្ជាប់មួយជាមួយហើយលើពីនេះទៅទៀតអ្វីដែលរឹតតែធ្វើឲ្យកាន់តែខ្លាចនោះផងដែរគឺនៅលើនោះថែមទាំងមានកំប៉ុងជើងធូពីព្រមជាមួយនឹងកឡអ្វីមួយយ៉ាងមានសតតែរុំកណាត់ក្រហមថែមទៀតផងហើយយ៉ាងណាមិញខណៈឃើញភ្លាមគ្មានអ្នកស្រកណាហ៊ានចោះទៅប៉ះពាល់នោះទេព្រមម្នាក់ព្រឺសម្បល់ភ័យខ្លួនខ្លាចរៀងខ្លួនគេសក់ចាត់ឲ្យអណ្ដែតវាដាក់វាបដែតតែណាទៅតាមធម្មជាតិរបស់វាហើយម្យ៉ាងគេជឿថារូបស្ដេចពស់នេះអាចតាក់ទងជាមួយនឹងការធ្វើពិធីរំដោះគ្រោះអ្វីមួយយ៉ាងទៅតាមជំនឿក៏ថាបានហើយបើសិនមិនទៅប្រមាថឬក៏ប៉ះពាល់នោះទេប្រហែលជាមានរឿងអ្វីកើតឡើងនោះទេហើយពីស្រាវជ្រាវយើងក៏បានផ្ដិតនៅរូបភាពមួយចំនួនដែរដើម្បីយកមកចែកជូនប្រិយមិត្តអ្នកតាមដានព្រឹត្តិការណ៍ដែលតែងតែកើតមានហើយក៏សូមអរគុណច្រើនចំពោះការតាមដានទស្សនានៅព្រឹត្តិការណ៍ព័ត៌មាននេះតាំងពីដើមរហូតដល់ចប់សូមអរគុណជំរាបលា